ស្គាល់ដំរីខៀវយើងបានឆ្នាំហើយបាន3ឆ្នាំបាន3ឆ្នាំហើយដល់ដែលធ្វើជាមួយខាងដំរីខៀវអញ្ចឹងថ្ងៃនេះយើងនឹងធ្វើជាមួយគ្នាទៀតហើយខ្ញុំនឹងណែនាំបច្ចេកទេសមួយចំនួនដែលយើងត្រូវប្រើជីថ្នាំទៅលើចន្ទទីយើងឲ្យត្រូវវគ្គឲ្យត្រូវដំណាក់កាលរបស់ចន្ទទីដែលវាត្រូវការណាបងបាទថ្ងៃនេះដែរខាងដំរីខៀវយើងបានមកដល់ទឹកដីខេត្តស្ទឹងត្រែងហើយគឺយើងមកចំការបងប្រុសដែលគាត់ជាអ្នកធ្វើចន្ទទីដីចូល5ហត្ថតាដែរហើយចន្ទទីរបស់គាត់នេះទើបតែបាន5ឆ្នាំទេតែមានដើមខ្លះក៏សន្តានល្អដើមខ្លះក៏មានស្លឹកខូចគុណភាពច្រើនដែរអញ្ចឹងយើងស្គាល់បងប្រុសទាំងអស់គ្នាដែលគាត់រស់នៅស្ទឹងត្រែងនេះផ្ទាល់បងចាំជួយប្រាប់ឈ្មោះហើយនឹងអាស័យដ្ឋានដែលបងរស់នៅបន្តិចបងបាទខ្ញុំនៅស្រុកថ្លាបរវត្តខេត្តស្ទឹងត្រែងបងឈ្មោះអីគេខ្ញុំឈ្មោះភ្លីវងបងភ្លីវងអូខេអញ្ចឹងយើងធ្វើចន្ទទីនេះដីបានហត្ថតាបងដី5ហត្ថតាស្គាល់ដំរីខៀវយើងបានឆ្នាំហើយបាន3ឆ្នាំហើយដល់ដែលធ្វើជាមួយខាងដំរីខៀវអញ្ចឹងថ្ងៃនេះយើងនឹងធ្វើជាមួយគ្នាទៀតហើយខ្ញុំនឹងណែនាំបច្ចេកទេសមួយចំនួនដែលយើងត្រូវប្រើជីថ្នាំទៅលើចន្ទទីយើងឲ្យត្រូវវគ្គឲ្យត្រូវដំណាក់កាលរបស់ចន្ទទីដែលវាត្រូវការណាបងប្រសិនបើយើងឃើញស្លឹកខូចគុណភាពតាំងពីគល់រហូតដេញមកដល់ចុងសម្រាប់មែកនេះជាប្រភេទស្លឹកដែលខូចគុណភាពច្រើនគឺយើងសំដៅទៅលើស្លឹកក្រៀមស្លឹកខ្លោចដែលវាអាចទៅជាភ្នាក់ងារចម្លងរោគទៅទួយថ្មីហើយវាអាចនឹងដណ្ដើមសារធាតុចិញ្ចឹមមួយចំនួនដែលយើងបានផ្ដល់ឲ្យកាត់ជាមួយនឹងទួយថ្មីដែលយើងត្រូវផលិតផងដែរអញ្ចឹងលក្ខខណ្ឌបែបហ្នឹងយើងត្រូវតែជំរុះចេញហើយលក្ខខណ្ឌជំរុះចេញគឺយើងប្រើរូបមន្តពីខាងដំរីខៀវយើងទាញត្រួយទាញផ្កាយើងប្រើ5គីឡូហើយយើងប្រើជាមួយនឹងដំរីប៉ូតាស13046យើងប្រើ2លីត្រយើងប្រើទឹក1000លីត្រយើងបាញ់ឲ្យស្រោចឲ្យជោគទៅលើចន្ទទីដែលយើងត្រូវជំរុះស្លឹកហើយការបាញ់គឺយើងផ្ដោតបាញ់ពីខាងក្នុងចេញមកខាងក្រៅដោយសារតែគោលដៅយើងគឺយើងត្រូវជំរុះស្លឹកចាស់ៗនឹងឲ្យវាទុំជ្រុះឲ្យបានលឿន